សួស្តីបងប្អូនថ្នាក់ទី10 11 12ទាំងអស់គ្នាអញ្ចឹងវីដេអូនេះជាវីដេអូពិសេសដែលនេះនឹងប្រាប់អំពីរបៀបរកតម្លៃផលធៀបត្រីកោណមាត្រនៃមុំពិសេសដោយប្រើម្រាមដៃបាទអញ្ចឹងវីដេអូនេះវាមានប្រយោជន៍សម្រាប់សិស្សថ្នាក់ទី10 11ហើយនិង12ដោយសារតែថ្នាក់ទី10ក៏យើងមានផលធៀបត្រីកោណមាត្រថ្នាក់ទី11យើងមានអនុគមត្រីកោណមាត្រហើយថ្នាក់ទី12មានចំនួនកំផ្លេចតម្រងត្រីកោណមាត្រដែលវាតកតងទៅនឹងផលធៀបត្រីកោណមាត្រទាំងអស់អញ្ចឹងវីដេអូនេះយើងនឹងស្គាល់ពីគន្លឹះឬក៏របៀបរកតម្លៃផលធៀបត្រីកោណមាត្រនៃមុំពិសេសដោយប្រើម្រាមដៃខាងឆ្វេងអញ្ចឹងយើងមើលប្រអប់ដៃរបស់យើងនេះប្រអប់ដៃខាងឆ្វេងណាអញ្ចឹងនេះគឺកូនដៃនាងដៃកដាលដៃចង្អុលដៃហើយនិងមេដៃយើងសម្គាល់កូនដៃស្មើនឹងមុំ0ដឺក្រេនាងដៃ30ដឺក្រេដៃកដាល45ដឺក្រេចង្អុលដៃ60ដឺក្រេហើយនិងមេដៃយើងយកវា90ដឺក្រេឬក៏អាចថានេះ0ផាយលើ6ផាយលើ4ផាយលើ3ផាយលើ2រ៉ាត់យ៉ងណាអញ្ចឹងយើងមើលគេដាក់សញ្ញាព្រួយនេះពីលើចុះមកក្រោមបើថារាប់ពីមេដៃមកកូនដៃហ្នឹងគឺជាតម្លៃរបស់កោសហើយរាប់ពីកូនដៃទៅមេដៃវិញជាតម្លៃរបស់ស៊ីនអញ្ចឹងយើងមើលរូបមន្តវាមិនទៅបានគេដាក់សញ្ញាព្រួយមកបែបហ្នឹងអញ្ចឹងរូបមន្តយើងកោសអាល់ហ្វាវាស្មើរូបមន្តវាគឺរឹសការ៉េនៃលេខរៀងលើ2ស៊ីនអាល់ហ្វាស្មើរឹសលេខរៀងចែកឲ្យ2ដូចគ្នាយើងមើលរូបមន្តវាដូចគ្នាមែនប៉ុន្តែលេខរៀងវាខុសគ្នាដោយសារអីយើងមើលសញ្ញាព្រួយវារាប់ខុសគ្នាកោសអាល់ហ្វាយើងរាប់ពីណាទៅយើងរាប់ពីមេដៃមកកូនដៃរៀងនៅទីនេះយើងរាប់ចាប់ពី0ណាយើងមើលកោសអាល់ហ្វាយើងរាប់ពីមេដៃមកលេខរៀង0 1 2 3 4អញ្ចឹងយើងមើលអមថាយើងចង់រកកុសផាយលើ2អញ្ចឹងរូបមន្តវាគឺស្មើនឹងរឹសលេខរៀងចែកឲ្យ2លេខរៀងទីប៉ុន្មានផាយលើ2លេខរៀងវា0អញ្ចឹងរឹសការ៉េនៃ0ចែកឲ្យ2រឹស0បាន0 0ចែកឲ្យ2បាន0មិនថាកុសផាយលើ2ស្មើ0ណាអញ្ចឹងកន្លែងនេះលេខរៀងអូខេមកចុះបើយើងចង់រកកុសប្រមាណកុសផាយលើ4អញ្ចឹងលេខរៀងផាយលើ4នៅលេខរៀងទីប៉ុន្មាននេះលេខរៀងទី2អញ្ចឹងរូបមន្តវាគឺរឹសការ៉េនៃលេខរៀងចែកឲ្យ2អូខេចុះយើងចង់រកអីគេកុសផាយលើ3អញ្ចឹងកុសផាយលើ3យើងមើលផាយលើ3លេខរៀងទីប៉ុន្មានផាយលើ3នៅលេខរៀងទី1អញ្ចឹងរូបមន្តវាតាមរូបមន្តគឺរឹសការ៉េនៃ1ចែកឲ្យ2ចេញមកបាន1លើ2បន្ទាប់មកយើងមើលផាយលើ6ម្ដងមើលផាយលើ4ហើយផាយលើ3ហើយផាយលើ6អញ្ចឹងកុសផាយលើ6ផាយលើ6លេខរៀងទីប្រហែលលេខរៀងទី3អញ្ចឹងរូបមន្តយើងគឺដាក់មកគឺរឹស3ចែកឲ្យ2ចុងក្រោយកុស0យើងមើលសិនកុស0លេខរៀងទីប៉ុន្មាន0លេខរៀងទី4អញ្ចឹងដាក់មកគឺរឹស4ចែកឲ្យ2ឬ4ចេញមកបាន2 2ចែកឲ្យ2បាន1អញ្ចឹងយើងឃើញតម្លៃកុសទាំងអស់នៃមុំពិសេសឬក៏មុំនៅក្នុងកាត់ត្រង់ទី1ហើយជារកបានតាមប្រព័ន្ធកុសអាល់ហ្វាស្មើរឹសការ៉េនៃលេខរៀងចែកឲ្យ2ឥឡូវយើងមើលរបៀបរកតម្លៃសនេះនៃមុំពិសេសរបស់យើងវិញអញ្ចឹងស៊ីនយើងមើលស៊ីនយើងរាប់ពីកូនដៃទៅមេដៃវិញអញ្ចឹងយើងដាក់លេខរៀងមកលេខរៀងវាគេលេខរៀងអញ្ចឹងអានេះចាប់ដើមពី0 1 2 3 4វិញរូបមន្តនេះដូចគ្នាដែរវាខុសតែលេខរៀងទេស៊ីនអាល់ហ្វាយើងស្មើរឹសការ៉េនៃលេខរៀងចែកឲ្យ2ឥឡូវយើងមើលបើសិនជាយើងចង់រកស៊ីននៃមុំ0យើងដឹងហើយថាវាស្មើ0ណោះប៉ុន្តែរូបមន្តនេះលេខរៀងវាគឺ0អញ្ចឹងស្មើរឹស0ចែកឲ្យ2ឬ0បាន0ចែក2បាន0ណាបាទអញ្ចឹងយើងមើលឥឡូវស៊ីនផាយលើប្រហែលស៊ីនផាយលើ6ម្ដងស៊ីនផាយលើ6លេខរៀងវាប៉ុន្មានលេខរៀងវា1យើងដាក់រឹសការ៉េលេខ1មកហើយចែកជា2ចេញមកបាន1លើ2ស៊ីនផាយលើ4លេខរៀងវាប្រហែលលេខរៀងវាអាក្រហមហ្នឹង2យើងមើលលេខរៀងក្រហមណាគឺរឹស2លើ2បន្ទាប់ទៀតស៊ីនផាយលើ3ស្មើ
លេខរៀងទីម៉ាន sin pi លើ 3 លេខរៀងទី3ណោះបានអញ្ចឹងឬ3លើ 2 ហើយចុងក្រោយគឺ sin pi លើ2 sin pi លើ 2 ស្មើប៉ុន្មានដែរលេខរៀងវាគឺទី4ឬ4ចេញមកបាន2 2ចែក2បាន1អញ្ចឹងយើងអាចប្រើប្រាស់ដៃខាងឆ្វេងរបស់យើងហ្នឹងដើម្បីរកតម្លៃផលធៀបត្រិកោណមិត្តនៃមុំពិសេសបានដោយប្រើម្រាមដៃហើយយើងចំណាំរូបមន្តនេះមក cos alpha ស្មើឬលេខរៀងចែកឲ្យ2 sin alpha ស្មើឬលេខរៀងចែកឲ្យ2ហើយយើងចាំទៀតកូសយើងគឺរាប់ពីមេដៃមកកូនដៃរីឯ sin រាប់ពីកូនដៃទៅមេដៃសង្ឃឹមថាបងប្អូននឹងយល់ហើយបើសិនជាមានចម្ងល់អាច comment ខាងក្រោមវីដេអូនេះបានយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត